ហៀងបងអាយុប៉ុន្មានដែរអូនអាយុ12ឆ្នាំបងហើយអូនមកពីណាដែរមកពីខេត្តកំពង់ស្ពឺអញ្ចឹងហើយអូនរៀនថ្នាក់ទីប៉ុន្មានរៀនថ្នាក់ទី6បងអញ្ចឹងហើយចង់មានអ្នកណាគេមកលើកទឹកចិត្តអូនទេមានបងមានប្អូនមានម្ដាយរបស់ខ្ញុំតែឪពុករបស់ខ្ញុំគាត់បានស្លាប់បាត់ហើយតែយ៉ាងណាក៏ខ្ញុំនៅត្រេកអរពីព្រោះពួកគាត់បានផ្ដល់កម្លាំងចិត្តដ៏ធំធេងសម្រាប់ខ្ញុំចាអូនមានម៉ាក់ហើយម៉ាក់អូនធ្វើអីដែរគាត់លក់ចេកចៀនលក់នំក្រូចលក់អន្សមធម្មតាហើយចុះឥឡូវថ្ងៃហ្នឹងម៉ាក់ជូនមកដៃជូនមកតើគាត់មានខាតការលក់ដូរអីអត់ចាបងខាតគាត់ថាខាតក៏ខាតចោះដើម្បីឲ្យតកូនបានប្រឡងបំពេញក្តីសម័យរបស់ខ្ញុំអូចាគាត់ជាម៉ាក់ដ៏ចាល្អមែនតើចាហើយអញ្ចឹងទោះជាបងអូនអត់មានប៉ាក៏ដោយតែបងអូនមានម៉ាក់ដោយប្រកបដោយព្រមវិហារធម៌ចាបងអញ្ចឹងទុកថាគឺអូនជាមនុស្សដែលមានសំណាងចាបងខ្ញុំគិតថាខ្ញុំមានសំណាងជាងគេនៅលើលោកនេះដែលមានម្ដាយដូចជាគាត់អូអញ្ចឹងឥឡូវបើសិនជាបងចង់ស្ដាប់ពាក្យមួយម៉ាត់ចេញពីក្នុងចិត្តបងអូននិយាយទៅកាន់ម្ដាយរបស់អូនចង់និយាយពាក្យអីទៅគាត់ទៅកាន់គាត់ឥឡូវគាត់កំពុងទស្សនានៅខាងក្រៅខ្ញុំចង់ប្រាប់គាត់ថាខ្ញុំស្រឡាញ់គាត់សូម្បីតែជីវិតក៏ខ្ញុំហ៊ានឲ្យគាត់ដែរដើម្បីគាត់ចារំភើបមែនតើអូនរំភើបខ្លាំងមែនតើចំពោះទឹកចិត្តរបស់អូនណាថ្មីស្រស់ប៉ុន្តែកតញ្ញូចំពោះម្ដាយដឹងគុណដឹងការខុសត្រូវចាបងនេះគឺជាការតាំងចិត្តធំធេងបំផុតសម្រាប់កូនស្រីម្នាក់ដែលអាចតតាំងរស់នៅក្នុងជីវភាពជាមួយនឹងម្ដាយចាបងហើយថ្ងៃនេះក្មួយបានមកចូលរួមប្រឡងអញ្ចឹងនៅពេលណាដែលយើងតាំងចិត្តហើយយើងស្រឡាញ់យើងមានភាពក្លាហានយើងមានការតស៊ូអញ្ចឹងការតស៊ូរបស់យើងពិតជាមិនខកបំណងហើយយើងបានសងគុណម្ដាយដោយការខំប្រឹងធ្វើឲ្យបានល្អខំប្រឹងធ្វើឲ្យខ្លួនឯងទទួលបាននូវភាពជោគជ័យអញ្ចឹងថ្ងៃនេះទោះបីជាម៉ាក់អត់បានលក់ដូរខាតការលក់ដូរបន្តិចប៉ុន្តែថ្ងៃនេះយើងអត់ខាតទេពីព្រោះថាឥឡូវមានបងកញ្ញាគូប៊ូតុងជ្រើសរើសយកប្អូនមួយពូមិញបានស្ដាប់រឿងរ៉ាវជាច្រើនសម្រាប់ជីវិតចាបងប៉ុន្តែក្មួយមានការតស៊ូនៅអាយុទូចមួយប៉ុន្តែចេះគិតស្រឡាញ់ម្ដាយស្រឡាញ់បងប្អូនដឹងការខុសត្រូវជាច្រើនសម្រាប់ជីវិតពេលខ្លះក្មេងៗខ្លះដែលគាត់មានអាយុច្រើនហើយគាត់អត់គិតថាតើគាត់ធ្វើអីសម្រាប់ជីវិតទេតែក្មួយចេះយល់នឹងការស្រឡាញ់ពីឪពុកម្ដាយបងប្អូនពូសប្បាយចិត្តពូសប្បាយចិត្តមែនតើចាអរគុណហើយការច្រៀងនៅសំឡេងពូមីងទាំងអស់ផ្ទះប៊ូតុងយកប្អូនហើយសបល់ស្អែមមើលទៅគឺខ្មែរសតដូចពូអញ្ចឹងឃើញទេហើយសាយស្រស់ឃើញទេសាយស្រស់ដូចពូទេអរគុណហើយបើសិនជាអាចចូលរួមជាមួយពូនឹងបង្ហាត់បង្រៀនឲ្យក្មួយបានល្អពូយកចិត្តទុកដាក់អរគុណច្រើនចាអរគុណពូអូនដឹងទេថាបងក៏ជាមនុស្សម្នាក់ដែលអត់មានប៉ាដែរអញ្ចឹងបងដឹងនៅអ្វីដែលធ្វើឲ្យខ្លួនឯងមានការវិវត្តអញ្ចឹងបងគិតថាបងអូនជ្រើសរើសយកបងគឺអត់ខុសទេព្រោះជីវិតយើងដូចគ្នាណាដូចគ្នាអត់ប៉ាដូចគ្នាមានសមត្ថភាពល្អមានសម្លេងល្អមានទឹកចិត្តល្អអញ្ចឹងក្តីស្រឡាញ់និងសមត្ថភាពរបស់ប្អូននេះគឺអាចយឹតយងឲ្យខ្លួនឯងកាន់តែមានភាពជោគជ័យអញ្ចឹងភាពជោគជ័យក៏អាចខិតខំប្រឹងប្រែងពីខ្លួនឯងបន្ថែមទៀតដោយការយកភាពជោគជ័យទៅបង្ហាញអ្នកម្ដាយឲ្យគាត់សប្បាយចិត្តឲ្យគាត់មានទំនុកចិត្តថាយើងពិតជាក្លាហានយើងអាចធ្វើបានអញ្ចឹងមានតែយើងសម្រេចចិត្តថាជ្រើសរើសយកខូចណាដែលអាចជួយប្អូនបន្តទៅបាននិយាយទៅក្នុងចំណោមបងទាំង3ខ្ញុំស្រឡាញ់ទាំងអស់តែខ្ញុំចង់ដឹងថាទំហំចិត្តស្រឡាញ់របស់បងមកខ្ញុំវិញប៉ុណ្ណាទៅធំណាស់មិនអាចវាស់បានធំមែនតើធំមែនតើចាធំខ្លាំងណាស់ដែលមិនអាចនិយាយបានការស្រឡាញ់ពេលខ្លះ
ភ្លាមដែរ តើអូនពិបាកសម្រាប់ចិត្តទេ ព្រោះអីបងទាំង3ស្រឡាញ់ខ្ញុំ ស្រឡាញ់ ដូចគ្នា ស្រឡាញ់ ធ្វើការសម្រេចចិត្តដោយបេះដូងរបស់ខ្លួនឯងអូខេ មកកាន់ដៃបងទេមកកាន់ដៃបងទេឈប់ កុំដាក់សម្ពាធកុំដាក់សម្ពាធកុំដាក់សម្ពាធបងអត់ធ្វើការសម្រេចចិត្ត អត់អីទេឥឡូវសុំបងសុំតែចាប់ដៃអូនមួយទេ អូខេ ឥឡូវបងកញ្ញាហើយនឹងបងនិសាឈរនេះអញ្ចឹងអូនសម្រាប់ចិត្ត ឥឡូវបងចូលនៅកន្លែងនេះទាំងអស់គ្នាហើយធ្វើការសម្រេចចិត្ត បងជាកូនលីសា អរគុណច្រើនអរគុណ អូខេចូលមកបងសិនត ខ្ញុំស្រឡាញ់ពួកបងទាំងអស់គ្នាប៉ុន្តែកម្មវិធីយើងសម្រេចឲ្យយកតែម្នាក់ ចា ហើយខ្ញុំត្រូវការជ្រើសរើសព្រោះអីខ្ញុំចង់បានបងលីសាមកធ្វើជាមេក្រុមរបស់ខ្ញុំ ចូលក្នុងក្រុមបងគឺត្រូវតែខ្លាំងបងនឹងប្រហាត់អូនឲ្យខ្លាំងចាស្វាគមន៍មកដល់ធីមនីសាអរគុណណាបងនឹងផ្ដល់ភាពកក់ក្ដៅឲ្យអូនណាកុំបារម្ភកុំភ័យអីទាំងអស់តើអូនតា Bye.